កណាសុបិនឃើញលីមួមានអត្ថន័យយ៉ាងដូចម្ដេចមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំហ្វងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃប្រសិនបើអ្នកសុបិនឃើញលីមួគឺវាមានអត្ថន័យខុសៗគ្នាទៅតាមប្រភេទនៃសុបិនដែលសុបិនខ្លះគឺល្អហើយខ្លះទៀតក៏អាក្រក់ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថន័យនៃការសុបិនឃើញលីមួ1សុបិនឃើញចាប់លីមួការសុបិនបែបនេះទំនាយទាយថាគឺអាក្រក់ណាស់អ្នកនឹងត្រូវបានគេនិយាយដើមហើយអ្នកនឹងអាប់អោនគេទៅឈ្មោះ2សុបិនឃើញចង់ញ៉ាំលីមួប្រសិនបើនរណាម្នាក់សុបិនចង់ញ៉ាំលីមួមានន័យថាសាច់ញាតិឬមនុស្សជំនួយខ្លួននឹងមានការខកចិត្តចំពោះអ្នក3សុបិនឃើញលីមួខ្លួនឯងការសុបិនបែបនេះមានន័យថាអ្នកនឹងមានសំណាងឬឱកាសល្អចិត្តមកដល់អ្នក4សុបិនឃើញលីមួរបស់អ្នកដទៃប្រសិនបើអ្នកសុបិនឃើញលីមួរបស់អ្នកដទៃមានន័យថានឹងមានមនុស្សដែលនាំមកនូវសំណាងល្អក្នុងជីវិតរបស់អ្នក5សុបិនឃើញលីមួនៅក្នុងបន្ទប់ទឹកការសុបិនបែបនេះមានន័យថាក្នុងអំឡុងពេលនេះបើអ្នកគិតចង់ធ្វើអ្វីក៏បានប៉ុន្តែត្រូវតែអន្ធមុតបន្តិចទើបជោគជ័យ6សុបិនឃើញលីមួនៅក្នុងបង្គន់ប្រសិនបើនរណាម្នាក់សុបិនឃើញលីមួនៅក្នុងបង្គន់មានន័យថាអ្នកនឹងត្រូវបានគេចោទប្រកាន់អ្វីមួយឬនិយាយរឿងអាក្រក់ពីអ្នកដែលអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់អ្នក7សុបិនឃើញលីមួជ្រៅនៅលើឥដ្ឋបើសុបិនឃើញបែបនេះមានន័យថាអ្នកនឹងទទួលបានគេទៅឈ្មោះគេទៅយសសំណាងល្អឬមានទ្រព្យសម្បត្តិហូរហៀជាដើមប្រភពសានុកអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ